បាទសួស្តីបងប្អូនព្រឹកនេះខ្ញុំរៀបចំសម្អាតទ្រុងណាដើម្បីធានាថាទ្រុងយើងមានសុវត្ថិភាពគ្មានមេរោគជាទម្លាប់របស់ខ្ញុំគឺដំបូងឡើយខ្ញុំបាទដាក់សាប៊ូដាក់ទឹកលាងម្សាណាយើងទុកពីលាងស្អាតរួចខ្ញុំបាចកាបូរសពីលើមកតង់ទៀតរួចហើយខ្ញុំបន្សើមទឹកម្ដងទៀតរួចហើយខ្ញុំវីចេះបងប្អូនណាខ្ញុំវីអញ្ចឹងដើម្បីឲ្យវាកាបូរសណាបាទវាជ្រាបសពកន្លែងណាជួយសម្អាតមេរោគយើងដើម្បីធានាថាទ្រុងយើងគឺវាងប់មានរោគបានល្អណាបងបាទយើងវីអញ្ចឹងមកបាទវីវាឲ្យសពកន្លែងបងប្អូនឲ្យជាតិកាបូរសហ្នឹងវាជ្រាបគ្រប់កន្លែងបើយើងបាច់ឲ្យបានវីវាអត់សពទេបងប្អូនណាវាអាចនៅចន្លោះប្រហោងចែកដូចឃើញកន្លែងខ្លះវាកាបូរសវាអត់សពទេប៉ុន្តែបើយើងដាក់ទឹកផ្សើមហើយយើងវីចេះបាទបោះពីបែបនេះធានាថាទ្រុងបងប្អូនគឺសពល្អណាគឺយើងលាយបានសពល្អណាអញ្ចឹងមុននឹងយើងដាក់មន់ចូលគឺខ្ញុំតែងធ្វើបែបនេះណាទោះពេលយើងបញ្ចេញមន់អស់គឺខ្ញុំលាងវាមកវគ្គបញ្ចេញម្ដងខ្ញុំលាងម្ដងអញ្ចឹងណាបងណាយើងវីវាសពបាទវីវាសពអញ្ចឹងហើយនៅពេលដែលយើងទុកបាទទុកវាឲ្យស្ងួតម្ដងទៀតរួចហើយយើងដាក់អង្កាមចូលបងប្អូនណាបាទយើងដាក់អង្កាមចូលបាទដាក់អង្កាមមិនមែនដាក់ទាំងសើមអញ្ចឹងទេបងប្អូនគឺយើងទុកវាឲ្យស្ងួតណាព្រោះចាំយើងដាក់អង្កាមចូលរួចហើយអត់ទឹកអស់ទេណាបងប្អូនណាយើងនៅបាញ់ថ្នាំសម្រាប់មេរោគមកតង់ទៀតបាទបាញ់ថ្នាំសម្រាប់មេរោគមកតង់ទៀតព្រោះការពារខ្លាញ់អង្កាមដែលយើងយកមកហ្នឹងវាមានមេរោគណាខ្លាញ់រោគម៉ាស៊ីនខ្លះវាមានមន់វាមានអីវាក៏កាយលេងទៅវាអាចឆ្លងមេរោគតាមរយៈអង្កាមដែរជួនកាលយើងសម្អាតនេះទ្រុងយើងអញ្ចឹងបានល្អហើយបងប្អូនប៉ុន្តែចែកដល់នេះយើងអត់ចាប់អារម្មណ៍យកអង្កាមមកមានកន្លែងមន់កាយលេងជួនកាលមន់កន្លែងអង្កាមមានឈឺមានអីទៀតវីវ៉ូបងប្អូននេះគឺឆ្លងមកលឿនណាអត់បានទេអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងទាំងអស់បងប្អូនណាយើងជាអ្នកចិញ្ចឹមមន់យើងមិនអាចផេះបានទេបងប្អូនយើងការពារណាប្រសើរជាងតាមមុនយើងឈឺហើយมันងាយទេបងប្អូនតាមមុនយើងឈឺมันងាយព្យាបាលទេអញ្ចឹងហើយធ្វើបែបនេះដើម្បីប្រកាសថាគឺទ្រុងយើងស្អាតឥឡូវគឺខ្ញុំវីវាសពហើយខ្ញុំទុកថ្ងៃនេះមួយថ្ងៃទៀតឲ្យស្ងួតខ្ញុំនឹងដាក់កាមចូលរួចហើយខ្ញុំបាញ់ថ្នាំសម្រាប់មេរោគម្ដងទៀតគឺអូខេហើយអញ្ចឹងខ្លីៗប៉ុណ្ណឹងសង្ឃឹមថាបងប្អូនអាចសាកល្បងបានណាខ្ញុំធ្វើអញ្ចឹងគឺមុនយើងអត់មានបញ្ហាឈឺទេបងប្អូនណាអញ្ចឹងបញ្ជាក់សម្រាប់បងប្អូនដែលត្រូវការកូនមុនឬក៏មិនបើពូជគឺអាចតាក់ទងតាមកឋាន202បានណាត្រូវការថ្នាំវីតាមីនការពារមុនចាក់គ្នាក៏ខ្ញុំមានដែរណាអញ្ចឹងព័ត៌មានផ្សេងៗបងប្អូនអាចតាក់ទងខ្ញុំបានតាមរយៈលេខ Telegram បាទ086 38 9202បាទសូមអរគុណ